ភ្លេចអីភ្លេចបានក៏ប៉ុន្តែសូមកុំភ្លេចអ្នកមានគុណសូមកុំភ្លេចអ្នកដែលបានជួយសង្គ្រោះយើងអ្នកដែលបានជួយឧបត្ថម្ភយើងសូម្បីតែទឹកមួយដបបាយមួយពេលឬក៏ស្នាក់នៅមួយរយៈខ្លីឬក៏ផ្ដល់នៅអ្វីមួយដែលយើងកំពុងតែខ្វះខាតដែលយើងកំពុងតែប្រឈមហើយត្រូវមានបុគ្គលបាទជួយយើងពីព្រោះតែការដែលយើងដឹងគុណតបគុណគឺវាពិតជាធ្វើឲ្យយើងកាន់តែចម្រើនឡើងបុគ្គលដែលភ្លេចគុណបុគ្គលដែលគេជួយហើយអត្តន័យមួយថាអឺឆ្លងផុតហើយរុះស្ពានចោលវាពិតជាមិននាំឲ្យយើងទទួលបាននៅសុខចម្រើនរុងរឿងដល់វែងឆ្ងាយនោះទេហើយដូច្នេះយើងត្រូវតែតបគុណចំពោះអ្នកដែលបានជួយយើងខណៈពេលខ្លះយើងមិនអាចតបគុណបានក៏ប៉ុន្តែអំពើល្អយើងត្រូវតែឆ្លើយតបយើងត្រូវតែធ្វើនៅអំពើល្អបន្តទៅកាន់អ្នកផ្សេងទៀតផងដែរក៏ទទួលបាននៅលទ្ធផលកាន់តែប្រសើរផងដែរពីខ្ញុំបាទនរិនចែករំលែក